បាត់សូមជម្រាបសួរទូស្នេហ៍ជនដែលកំពុងតាមដានទស្សនាទូរទស្សន៍ដើមអំពិល DAP TV Online ជាទីមេត្រីព័ត៌មានសម្រាប់ថ្ងៃសុក្រទី12ខែមិថុនាឆ្នាំ2015ដែលរៀបរៀងដោយអ្នកនាងទូចសុកលីដារួមទាំងខ្ញុំបាទឈូបូរ៉ាមេត្តាសំខាន់នៃព័ត៌មានថ្ងៃនេះរួមមានវៀតណាមតែព្យាយាមរំលោភបំពានលើអធិបតេយ្យភាពកម្ពុជាហើយសមត្ថកិច្ចកម្ពុជាកំពុងតែធ្វើការទប់ស្កាត់អាជ្ញាធរភ្នំពេញស្នើឲ្យក្រុមហ៊ុនទូរទស្សន៍ខ្សែកាបទម្លាក់ខ្សែចុះចាប់ពីគេហដ្ឋានសម្ដេចជាស៊ីមរហូតដល់វត្តបទុមនិងព័ត៌មានសំខាន់មួយចំនួនទៀតលំដាប់តទៅនេះលោកឈុកបារ៉ានិងនាងខ្ញុំទូសូលីដាសូមជូនព័ត៌មានពិស្ដាបាទទស្សនិកជនជាទីមេត្រីជនជាតិវៀតណាមតែងតែព្យាយាមរំលោភមកលើអធិបតេយ្យភាពកម្ពុជាជាញឹកញាប់នៅតាមបន្ទាត់ព្រំដែនដោយឡែកសមត្ថកិច្ចកម្ពុជាក៏ព្យាយាមទប់ស្កាត់លើបញ្ហានេះជាច្រើនផងដែររាយការណ៍បន្តដោយកញ្ញាសយច័ន្ទលក្ខណៈសេចក្តីរាយការណ៍ពីខេត្តរតនគិរីបានដឹងថានៅក្នុងមួយរយៈពេលចុងក្រោយនេះភាគីវៀតណាមទាំងមន្ត្រីអាជ្ញាធរសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋរបស់គេតែងតែធ្វើសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជាម្ដងហើយម្ដងទៀតក្នុងនោះគឺកងកម្លាំងសមត្ថកិច្ចការពារព្រំដែនកម្ពុជាក៏បានព្យាយាមធ្វើការរារាំងនិងការពារដែនអធិបតេយ្យភាពរបស់ខ្លួនផងដែរជាស្ដែងយោងតាមរបាយការណ៍មួយរបស់សាលាខេត្តរតនគិរីដែលធ្វើឡើងកាលពីថ្ងៃទី20ខែឧសភាឆ្នាំ2015កន្លងទៅនេះរាយការណ៍ទៅក្រសួងមហាផ្ទៃស្ដីពីសកម្មភាពការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាតំបន់សជាបន្តបន្ទាប់ពីភាគីវៀតណាមដោយក្នុងនោះគឺកងកម្លាំងការពារព្រំដែនក៏ព្យាយាមធ្វើការរារាំងនិងដើរល្បាតដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួនដែលមិនឲ្យភាគីវៀតណាមធ្វើការរំលោភបំពានស្រេចតែនឹងចិត្តនោះឡើយប៉ុន្តែភាគីវៀតណាមត្រូវបានគេមើលឃើញថាហាក់មានចេតនាព្យាយាមរំលោភបំពានម្ដងហើយម្ដងទៀតទាំងការប្រើរូបភាពកងកម្លាំងក៏ដូចជាការប្រើរូបភាពឲ្យប្រជាពលរដ្ឋស៊ីវិលចុះមកធ្វើការបង្កើនផលនៅលើដីដែលមិនទាន់កំណត់បន្ទាប់ព្រំដែនច្បាស់លាស់យោងទៅតាមរបាយការណ៍របស់សាលាខេត្តរតនគិរីដែលចុះហត្ថលេខាដោយលោកថងសាវុតជាអភិបាលខេត្តបានរាយការណ៍ឲ្យដឹងថានៅថ្ងៃទី12ខែឧសភាឆ្នាំ2015កម្លាំងនគរបាលការពារព្រំដែនលេខ603ភូមិឡំចំនួន4នាក់ដឹកនាំដោយលោកអនុសេនីយ៍តូស៊ីកយជានាយរងប៉ុស្តិ៍បានដើរល្បាតការពារភូមិសាស្ត្រក៏ប្រទះឃើញស្រះទឹកជីករួចហើយចំនួន5ស្រះដែលមានទំហំប្រហាក់ប្រហែលគ្នាគឺ7ម៉ែត្រគុណនឹង13ម៉ែត្រនៅចំណុចសនៃខ្សែបន្ទាត់ព្រំដែនដែលស្ថិតនៅក្នុងនយាមការ77 62 21 N15 199 N15 16 30 30 07 75 436 N15 16 122 07 75 522និង N15 16 084បន្ទាប់មកកម្លាំងប៉ុស្តិ៍បានដើរល្បាតឃ្លាំមើលជាប្រចាំហើយបានធ្វើការទំនាក់ទំនងទៅប៉ុស្តិ៍723វៀតណាមដើម្បីជួបប្រជុំពិភាក្សាដោះស្រាយគ្នាតែការទំនាក់ទំនងមិនទទួលបានលទ្ធផលទើបមកដល់ថ្ងៃទី14ខែឧសភាឆ្នាំ2015សមត្ថកិច្ចព្រំដែនបានដឹកនាំកម្លាំងទៅជួបប្រជុំពិភាក្សាករណីខាងលើនេះដោយសំណូមពរឲ្យភាគីវៀតណាមធ្វើការលុបស្រះទឹកទាំង5នេះវិញតែភាគីវៀតណាមបានឆ្លើយតបថានឹងសូមយោបល់ទៅថ្នាក់លើសិនក្រោយពីប្រជុំចប់ជាមួយនឹងប៉ុស្តិ៍723ភាគីវៀតណាមរួចមកកម្លាំងប៉ុស្តិ៍603បានដាក់កម្លាំងដើរល្បាតជាប្រចាំរហូតដល់ថ្ងៃទី18ខែឧសភាឆ្នាំ2015ក៏ប្រទះឃើញជនជាតិវៀតណាមចំនួន8នាក់ចូលមកដាំដំឡូងមីនិងដាំស្វាយចន្ទីក្នុងចំណុចសនៃខ្សែបន្ទាត់ព្រំដែនដែលមាននិយាមការ077 61 70 N15 16 603កម្លាំងសមត្ថកិច្ចកម្ពុជាក៏បានធ្វើការហាមឃាត់ហើយបញ្ជាឲ្យពួកគេត្រឡប់ទៅវិញស្រាប់តែនៅវេលាម៉ោង 10:40 នាទីគឺលោកលេវ៉ាន់លីប្រធានប៉ុស្តិ៍723វៀតណាមបានទូរស័ព្ទមកគំរាមលោកនាយរងប៉ុស្តិ៍306របស់កម្ពុជាថាមានដាក់កម្លាំងការពារនៅកន្លែងដាក់ដំឡូងមីនោះឬទេបើមានកងកម្លាំងខ្ញុំខាងវៀតណាមនោះនឹងនាំកម្លាំងមកចាប់បញ្ជូនទៅខេត្តយ៉ាឡៃ
នៅថ្ងៃដដែលកម្លាំងប៉ុស្តិ៍ភាគីកម្ពុជាបានដាល់ល្បាតនៅចំណុចផ្សេងទៀតស្រាប់តែប្រទេសឃើញប្រជាជនវៀតណាមប្រមាណជាង40ទៅ50នាក់កំពុងដាំដំឡូងនិងស្វាយចន្ទីនៅលើផ្ទៃដីប្រហែលជា2ហិកតាក្នុងចំណុចសនៃខ្សែបន្ទាត់ព្រំដែនដែលមាននិយមការ077 62 79 N15 1553ហើយបានធ្វើការហាមឃាត់ឲ្យបញ្ឈប់រួចក៏បណ្ដេញឲ្យត្រឡប់ទៅវិញទាំងអស់លុះព្រឹកថ្ងៃទី19ខែឧសភាឆ្នាំ2015កម្លាំងសមត្ថកិច្ចកម្ពុជាបានដាល់ល្បាតនៅចំណុចដីជីកស្រះក៏ប្រទះឃើញជនជាតិវៀតណាមចំនួន5នាក់មកកាយត្រសោះដីដោយគ្រឿងចាក់នៅតាមមាត់ស្រះដើម្បីដាំដំណាំហើយកម្លាំងប៉ុស្តិ៍ភាគីកម្ពុជាបានធ្វើការហាមឃាត់និងណែនាំឲ្យត្រឡប់ទៅវិញរបាយការណ៍របស់សាលាខេត្តរតនគិរីខាងលើនេះបង្ហាញឲ្យឃើញថាពីការយកចិត្តទុកដាក់របស់សមត្ថកិច្ចការពារព្រំដែនកម្ពុជាក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួនដោយមិនមានការធ្វេសប្រហែសដូចអ្វីដែលមនុស្សមួយចំនួនរួមទាំងបកប្រឆាំងផងដែរដែលបានធ្វើការចាប់ប្រកាន់មកលើសមត្ថកិច្ចនិងរាជរដ្ឋាភិបាលថាមិនយកចិត្តទុកដាក់និងបណ្ដាប់បណ្ដោយឲ្យជនជាតិវៀតណាមចូលមករំលោភបំពានលើដែនអធិបតេយ្យភាពរបស់ខ្លួនស្រេចនឹងចិត្តនោះឡើយប៉ុន្តែរាល់ការរំលោភបំពានរបស់ភាគីបរទេសភាគីកម្ពុជាតែងតែប្រកាន់យកនៅជំហរធ្វើការចរចាដោះស្រាយដោយសន្តិវិធីចតុស្និកជនជាទីមេត្រីលោកមីស្វណ្ណរាសមាជិកគណៈបក្សសង្គ្រោះជាតិរងរបួសស្រាលគណៈភរិយារបស់លោករងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2015កន្លងទៅហើយពេលនេះអ្នកទាំងពីរកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់លោកនឿតសុភ័ក្ររាយការណ៍ព័ត៌មាននេះលោកមីស្វណ្ណរាសមាជិកគណៈបក្សសង្គ្រោះជាតិរងរបួសស្រាលត្រង់ក្បាលគណៈភរិយារងរបួសធ្ងន់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តនៅលើកំណាត់ផ្លូវជាតិលេខ5ស្ថិតក្នុងភូមិកំពង់លើឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់នៅម៉ោង 2:45 នាទីរសៀលថ្ងៃទី11ខែមិថុនាឆ្នាំ2015នេះទាំងលោកមីស្វណ្ណរានិងភរិយាកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តពោធិ៍សាត់សមត្ថកិច្ចខេត្តពោធិ៍សាត់បានឲ្យដឹងថានៅវេលាម៉ោងកើតហេតុរថយន្តរបស់លោកមីស្វណ្ណរានិងរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាលុះដល់ចំណុចកើតហេតុបានបុកគ្នាពេញលំហឹងបណ្ដាលឲ្យលោកមីស្វណ្ណរានិងភរិយាព្រមទាំងអ្នករួមដំណើរ2នាក់ទៀតបានរងរបួសស្រាលនិងធ្ងន់ជនរងគ្រោះរួមមានលោកមីស្វណ្ណរារងរបួសស្រាលអ្នកស្រីច័ន្ទសមាលីអាយុ34ឆ្នាំជាភរិយាលោកមីស្វណ្ណរារងរបួសធ្ងន់លោកពេនតុលាអាយុ28ឆ្នាំរងរបួសស្រាលនិងលោកឈឹមយន្ត្រីរងរបួសស្រាលផងដែរក្រោយកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ដោយឡែកភាគីម្ខាងទៀតបានរត់គេចខ្លួនបាត់ហើយលោកមីស្វណ្ណរាត្រូវបានសមត្ថកិច្ចបញ្ជាក់ថារងរបួសបែកមុខរថយន្តរបស់លោកមីស្វណ្ណរាដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះម៉ាកឡង់គ្រីសឺពាក់ស្លាកលេខបន្ទាយមានជ័យ 2R5531 រីឯរថយន្តម្ខាងទៀតម៉ាកលុចស៊ីស330ពាក្យស្លាកលេខសៀមរាប 2R8290 គាត់បាទលោកអ្នកនាងជាទីមេត្រីដើម្បីជួយសម្រួលដល់ចរាចរណ៍ក្នុងពេលដង្ហែសពសម្ដេចជាស៊ីមអាជ្ញាធរភ្នំពេញបានស្នើឲ្យក្រុមហ៊ុនទូទូខ្សែកាបទម្លាក់ខ្សែកាបចុះចាប់ពីគេហដ្ឋានរបស់សម្ដេចជាស៊ីមទៅកាន់វត្តបទុមតីរាយការណ៍បន្តដោយកញ្ញាហ៊ួនស្រីលីនដើម្បីជួយសម្រួលចរាចរណ៍ក្នុងការដង្ហែសពសម្ដេចជាស៊ីមទៅបូជានៅមុខវត្តបទុមវតីនៅថ្ងៃទី19ខែមិថុនាឆ្នាំ2015ខាងមុខនេះលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មការរុះរើនិងរៀបចំសណ្ដាប់ធ្នាប់សម្រាប់បូជាសពបានស្នើឲ្យក្រុមហ៊ុនខ្សែកាបទាំងអស់ត្រូវសហការជាមួយក្រុមហ៊ុន CSOCN រុះរើចេញជាបន្ទាប់ពីសាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងលោកខួងស្រេងបានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអំពិលនៅព្រឹកថ្ងៃទី12ខែមិថុនាថាក្រុមហ៊ុនទាំងអស់ដែលមានខ្សែកាបរបស់ខ្លួនចាប់ពីភូមិគ្រឹះរបស់សម្ដេចជាស៊ីមនៅសង្កាត់ទន្លេបាសាក់រហូតដល់មុខវត្តបទុមវតីត្រូវទម្លាក់ចេញឲ្យបានមុនថ្ងៃនៃការដង្ហែវិញ្ញាណក្ខន្ធសម្ដេចជាស៊ីមទៅបូជាលោកបន្តថាប្រសិនបើក្រុមហ៊ុនទាំងនោះមិនចូលរួមសហការទេអាជ្ញាធរភ្នំពេញនឹងបញ្ចេញកម្លាំងទៅរុះរើដោយខ្លួនឯងហើយរាល់ការខាតបង់នានាមិនទទួលខុសត្រូវនោះឡើយសូមបញ្ជាក់ថាមេរូបបូជាសពនឹងត្រូវលាបពណ៌ក្បូរក្បាច់រចនាលម្អដើម្បីធ្វើឲ្យកាន់តែមានសោភ័ណភាពស្រស់ស្អាតស្របតាមរចនាបថខ្មែរបុរាណមានបំពេតដោយភ្លើងចម្រុះពណ៌និងត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃទី18ខែមិថុនាមេរូបត្រូវសាងសង់នេះមានទំហំ24ម៉ែត្រ
គុណនឹង24ម៉ែត្រកម្ពស់21ម៉ែត្រមាន3ថ្នាក់ដែលចាត់ទុកថាជាសំណង់មេរុដ៏ធំសម្រាប់តែបូជាសពថ្នាក់ដឹកនាំនិងអិសរាជជនជាន់ខ្ពស់ប៉ុណ្ណោះចតុស្និកជនជាទីមេត្រីក្រសួងរាយនឹងធម្មពលបានប្រកាសលទ្ធផលជាបឋមថាមានតែ12សំណើប៉ុណ្ណោះក្នុងចំណោម30ដែលបានបំពេញគ្រប់លក្ខខណ្ឌក្នុងការដំណើរការដេញថ្លៃអាជីវកម្មខ្សាច់លោកបានសក្តិធ្វើសេចក្តីរាយការណ៍ព័ត៌មាននេះក្រសួងរាយនឹងធម្មពលបានប្រកាសលទ្ធផលជាបឋមថាមានតែសំណើចំនួន12ប៉ុណ្ណោះនៅក្នុងចំណោមក្រុមហ៊ុន19ដែលបានដាក់សំណើចំនួន30គឺបានបំពេញគ្រប់លក្ខខណ្ឌរបស់ក្រសួងក្នុងការដេញថ្លៃធ្វើអាជីវកម្មខ្សាច់នៅតំបន់ប្រឡាយស្ដោតាឯកថ្លៃនៅក្នុងសន្និសីទកសែតស្ដីពីការប្រកាសលទ្ធផលជាបឋមនៃការដាក់សំណើដេញថ្លៃធ្វើអាជីវកម្មខ្សាច់នៅព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2015នាទីស្ដីការក្រសួងរដ្ឋលេខាធិការក្រសួងរាយនិងធម្មពលលោកដិតឌីណាបានមានប្រសាសន៍ថាកាលពីថ្ងៃទី8មិថុនាក្រុមការងារវាយតម្លៃការដេញថ្លៃអាជីវកម្មខ្សាច់ដោយបានបើកកិច្ចប្រជុំដើម្បីពិនិត្យវាយតម្លៃក្រុមហ៊ុនដែលបានដេញថ្លៃធ្វើអាជីវកម្មខ្សាច់នៅតំបន់ប្រឡាយស្ដោតាឯកការវាយតម្លៃក្រុមហ៊ុនត្រូវបានរវត្តតាមលក្ខណៈវិនិច្ឆ័យលើសមត្ថភាពបច្ចេកទេសហិរញ្ញវត្ថុនិងប្រាក់អត្ថប្រយោជន៍លោកបានបន្តថាចំពោះសំណើទាំង12នោះគឺនៅក្នុងចំណោមក្រុមហ៊ុនចំនួន8បានបំពេញបែបបទតាមលក្ខខណ្ឌរបស់ក្រសួងក្រុមហ៊ុនដែលបានជាប់នៅក្នុងបញ្ជីលទ្ធផលបឋមខាងលើនេះពុំមានជាប់បំណុលរបស់រាជរដ្ឋាភិបាលទេលោកដិតឌីណាបានបញ្ជាក់ថាសុយសាអករដែលរដ្ឋទទួលបានពីអត្ថប្រយោជន៍នៃការលក់ខ្សាច់ទៅឲ្យក្រុមហ៊ុននោះគឺជាមធ្យមទទួលបាន $0.25 ហើយក្រុមហ៊ុននីមួយៗត្រូវលក់ទៅក្នុងតម្លៃទីផ្សារចំនួន $3.3 តែបើក្រុមហ៊ុនលក់លើសតម្លៃដែលក្រសួងបានដាក់ឲ្យនេះគឺក្រសួងនឹងដកសិទ្ធិពីក្រុមហ៊ុននោះភ្លាមហើយក្រុមហ៊ុនផ្សេងទៀតអាចមកដេញថ្លៃបន្តចំពោះលទ្ធផលក្រុមហ៊ុនដែលដេញថ្លៃឈ្នះក្រសួងនឹងប្រកាសនៅសប្តាហ៍ក្រោយចំពោះរយៈពេលដែលក្រសួងរាយអនុញ្ញាតឲ្យធ្វើអាជីវកម្មខ្សាច់គឺត្រឹមតែរយៈពេល2ឆ្នាំប៉ុណ្ណោះនៅពេលចប់កុងត្រាក្រសួងនឹងរៀបចំពិធីដាក់ឲ្យដេញថ្លៃជាបន្តទៀតគូរំលឹកថាកាលពីថ្ងៃទី3ខែមិថុនាឆ្នាំ2015កន្លងទៅមានក្រុមហ៊ុនចំនួន19បានដាក់សំណើចំនួន30ស្នើសុំដេញថ្លៃធ្វើអាជីវកម្មខ្សាច់នៅតំបន់ប្រឡាយស្ដោតាឯកដែលស្ថិតនៅស្រុកកងមាសខេត្តកំពង់ចាមនិងស្រុកខ្សាច់កណ្ដាលស្រុកមុខកំពូលខេត្តកណ្ដាលសរុបទាំងអស់ចំនួន4ឡូដោយឡូលេខ1មាន9សំណើឡូលេខ2មាន8សំណើឡូលេខ3មាន7សំណើនិងឡូលេខ4មាន6សំណើចតុស្និកជនជាទីមេត្រីព័ត៌មានប្រចាំថ្ងៃសុក្រទី12ខែមិថុនាឆ្នាំ2015ដែលរៀបរៀងនឹងជម្រាបជូនដល់លោកឈូកបូរ៉ានិងនាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ខណៈនេះយើងខ្ញុំទាំងពីរនាក់នឹងសហការីសូមអរគុណសូមជម្រាបលា